calibration bell scale យើងត្រូវតែ clear material bell អស់ហើយយើងចូល calibration ហើយយើងធាវាទៅធាវាពីលោតដល់ចប់យើងធ្វើហើយយើងឲ្យយើងត្រូវដាក់ standard យើងត្រូវ check មើលនៅ parameter គ្រប់លេខ3មកចូលពី3មើលដើម្បីដឹងថា standard របស់យើងនឹងប្រមាណគីឡូទៅដាក់បានគីឡូនេះយើង set ដាក់បានគីឡូគ្រប់លេខ3ចូលលេខ8អញ្ចឹងឥឡូវយើងនេះដាក់80គីឡូអញ្ចឹងយើងត្រូវមើលហើយយើងថយវិញយើងចូល calibration ហើយចូល spell calibration មកយើងមើលកូដចិត្ត3ហើយយើងធ្វើឲ្យវាដល់ចប់វានឹងមាន factor ថ្មីហើយយើងអត់ enter ទេយើងចុចសញ្ញាកន្លែងខ្វែងកន្លែង menu ហ្នឹងដើម្បីថយវិញយើងយក factor ថ្មីហ្នឹងយកទៅបីចូល parameter លេខ4គ្រប់ block លេខ4គឺបីចូលមកហើយយើង enter ទៅចប់ហើយតែមុន calibration ហ្នឹងយើងត្រូវ clear load cell clear តែមុន calibration បែបហ្នឹងយើងត្រូវឲ្យ clear load cell ឲ្យស្អាតសូមឲ្យបែបរបស់យើងវាស្អាតទៅវាសូម